ប៉ូឡូញមានអាវុធសម្រាប់សង្គ្រាមតែ2សប្តាហ៍ប៉ុណ្ណោះប្រធានសន្តិសុខមន្ត្រីប៉ូឡូញកម្ពុជាម្នាក់បាននិយាយថាជំនួសអ៊ុយក្រែនកំពុងផ្ដល់ពេលវេលាដល់ក្រុងវ៉ាសាវ៉ាដើម្បីកសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញប៉ូឡូញមានតែគ្រាប់កាំភ្លើងសម្រាប់សង្គ្រាម2សប្តាហ៍ប៉ុណ្ណោះប្រធានសន្តិសុខរូបភាព Getty Werner Porto អ្នករួមចំណែកប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រទេសនេះបាននិយាយថាប្រទេសប៉ូឡូញមានគ្រាប់រំសេវដើម្បីរក្សាជួររហូតដល់2សប្តាហ៍នៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាមរហូតដល់កងកម្លាំងសម្ព័ន្ធមិត្តមកដល់ Dariusz Lokowski បានប្រាប់ទូរទស្សន៍ក្នុងស្រុក Polsat News កាលពីថ្ងៃពុធថាប្រទេសប៉ូឡូញបាននឹងកំពុងបង្កើនការផលិតអាវុធដើម្បីបង្កើតសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ីសមាជិក NATO មានព្រំដែន144ម៉ៃល៍ជាមួយ Exoclave Kaliningrad របស់រុស្ស៊ីទីក្រុងមូស្គូបានបដិសេធជានិច្ចថាមិនមានចិត្តណាឈ្លានពានចំពោះប្រទេស NATO ហើយទូចថាចំនួនអ៊ុយក្រែនត្រូវបានបង្កឡើងដោយការពង្រីកភ្លុកយោធាឆ្ពោះទៅព្រំដែនរុស្ស៊ីនៅពេលសួរថាតើទុនបម្រុងរបស់ប្រទេសប៉ូឡូញអាចមានរយៈពេលត្រឹមតែ5ថ្ងៃនៃសង្គ្រាមនោះទេ Lokowski បាននិយាយថាអាចធ្វើទៅបាននៅក្នុងតំបន់និងប្រភេទគ្រាប់រំសេវជាច្រើនទោះបីជាមិនមានគ្រប់ប្រភេទនៃគ្រាប់បែកក៏ដោយគាត់បាននិយាយថាខ្ញុំជឿថាអាស្រ័យលើរបៀបដែលការប្រយុទ្ធកើតឡើងយើងអាចរក្សាប្រតិបត្តិការការពារសម្រាប់រយៈពេល1ឬ2សប្តាហ៍ជាមួយនឹងកម្រិតស្តុកបច្ចុប្បន្នប៉ូឡូញជាប់ព្រំដែនជាមួយអាវុធហាមឃាត់អានបន្ថែមប៉ូឡូញជាប់ព្រំដែនជាមួយអាវុធហាមឃាត់យោងតាមលោក Lokowski ស្ថានភាពគឺធ្ងន់ធ្ងរបំផុតនៅពេលនិយាយអំពីគ្រាប់រំសេវសម្រាប់ប្រព័ន្ធសព្វាវុធចាស់ដែលការផលិតបានបញ្ឈប់រួចហើយLokowski បាននិយាយថាប្រទេសប៉ូឡូញបាននឹងកំពុងបង្ហូរខ្លាំងស្តុកអាវុធរបស់ខ្លួនដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនប៉ុន្តែបានសង្កត់ធ្ងន់ថានេះត្រូវបានធ្វើដោយប្រុងប្រយ័ត្នបំផុតហើយបានបន្ថែមថានៅក្នុងដំណាក់កាលនេះយើងកំពុងបំពេញបន្ថែមនៅខ្លាំងស្តុកទាំងនោះគាត់ក៏បាននិយាយផងដែរថារៀបណាចំនួនអ៊ុយក្រែននៅតែបន្តយើងកំពុងទទួលបានពេលវេលាដើម្បីសាងឡើងវិញនូវសក្តានុពលយោធារបស់យើងសមត្ថភាពផលិតនិងបំពេញខ្លាំងស្តុកទាំងនោះប៉ូឡូញស្ថិតក្នុងចំណោមសមាជិក NATO មួយចំនួនដែលប្រកែកថារុស្ស៊ីបង្កការគំរាមកំហែងវ៉ាសាវ៉ាបានចាប់ផ្ដើមគម្រោង Eastern Shield តម្លៃ $2.6 ពាន់លានដើម្បីពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួនដោយក្រុមមន្ត្រីបង្ហាញថាគ្រាប់មីនប្រឆាំងមនុស្សអាចដើរតួនាទីយ៉ាងសំខាន់ទីក្រុងមូស្គូបានចំអកម្ដងហើយម្ដងទៀតនៅការអះអាងរបស់លោកខាងលិចដែលថាខ្លួនមានបំណងវាយប្រហាររដ្ឋ NATO ឬសហភាពអឺរ៉ុបហើយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានច្រានចោលការលើកឡើងបែបនេះថាសំហេតុហុំផលលោកពូទីនក៏បានលើកឡើងផងដែរថាការគំរាមកំហែងនៃការវាយប្រហាររបស់រុស្ស៊ីគឺត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយអឺរ៉ុបដើម្បីបន្លាចពលរដ្ឋរបស់ពួកគេដើម្បីទាញយកធនធានបន្ថែមទៀតពីពួកគេនិងបង្ហាញអំពីភាពត្រឹមត្រូវនៃការចំណាយយោធាកើនឡើងមន្ត្រីរុស្ស៊ីក៏បានរិះគន់ការបង្កើនកម្លាំងយោធារបស់សហភាពអឺរ៉ុបថាជាការមិនប្រុងប្រយ័ត្ននិងការកើនឡើងវិមានក្រឹមឡើងនិយាយថាវោហាសាសនិងផែនការប្រជុំមុខរបស់ភ្លុកអាចរារាំងឱកាសនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនអ៊ុយក្រែន